សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រឡំលោកមួយចង់យកមកចែករំលែកជូនអ្នកទាំងអស់គ្នាដែលរឿងនេះមានចំណងជើងថាកុលាបខ្មៅដែលនិពន្ធដោយអ្នកគ្រូម៉ៅសំណាងរឿងនេះដែរគឺរៀបរាប់អំពីខ្សែជីវិតដ៏ពិបាករបស់នារីម្នាក់ដែលមានឈ្មោះថានិមលនាងត្រូវបានម្ដាយលើកបន្ទប់បណ្ដាក់ឲ្យថៅកែចាស់ដែលសម្បូរលុយសម្បូរទ្រព្យដើម្បីតែកាត់កងបំណុលល្បែងនិងបានដើមទុនទុកលេងល្បែងបន្តគាត់មិនខ្វល់ទេថានាងពេញចិត្តឬអត់ដែលត្រូវក្លាយជាស្រីកំដររបស់តាចាស់អាយុសបាឪពុកឬជីវិតនាងនឹងទៅជាយ៉ាងណាត្រូវជួបបញ្ហាអ្វីខ្លះគឺគាត់អត់ខ្វល់តែម្ដងក្នុងពេលដែលជីវិតនាងកំពុងតែងងឹតស្លុបរកច្រកចេញមិនឃើញស្រាប់តែលេចវត្តមានបុរសម្នាក់ចេញមកដែលធ្វើឲ្យរឿងរ៉ាវច្បុកច្បល់អស់ជីវិតរបស់នាងត្រូវកលាប់ចាក់ផ្លាស់ប្ដូរស្ទើរតែទាំងស្រុងត្រឹមតែក្នុងរយៈពេលមួយយប់តើវត្តមានរបស់បុរសម្នាក់នោះចូលមកជួយរំដោះនាងចេញពីនរកមួយនេះឬក៏ចូលមកដើម្បីបន្ថែមបញ្ហាបន្ថែមឲ្យនាងហើយម្ដាយរបស់និមលពិតជាវក់នឹងល្បែងដល់ថ្នាក់លក់កូនស៊ីមែនឬយ៉ាងណាសាច់រឿងនេះគឺពិតជាបច្ចៈកលាអានហើយជក់ចិត្តជក់អារម្មណ៍មែនតែនបើអ្នកទាំងអស់គ្នាចង់អានគឺអាចរកទិញបានតាមរយៈ Facebook Page របស់អ្នកគ្រូម៉ៅសំណាងផ្ទាល់ជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់ហើយបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe និងចុច Like ឲ្យខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ